ប្រការទី4ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវបានកំណត់តាមមាត្រាដូចខាងដើមចំណុចទី3រថយន្តទេសចរណ៍ទំហំស៊ីឡាំងគិតជាសង់ទីម៉ែត្រគីបទំហំស៊ីឡាំងដល់1500ឆ្នាំផលិតដល់5ឆ្នាំ150,000លើសពី5ឆ្នាំដល់10ឆ្នាំ100,000លើសពី10ឆ្នាំ80,000ទំហំស៊ីឡាំងលើសពី1500ដល់2000គិតពីឆ្នាំផលិតដល់5ឆ្នាំ200,000លើសពី5ឆ្នាំដល់10ឆ្នាំ150,000លើសពី10ឆ្នាំ100,000ទំហំស៊ីឡាំងលើសពី2000ដល់2900ឆ្នាំផលិតដល់5ឆ្នាំ600,000លើសពី5ឆ្នាំដល់10ឆ្នាំ400,000លើសពី10ឆ្នាំ25,000ទំហំស៊ីឡាំងលើសពី2,900ដល់4,000ឆ្នាំផលិតដល់5ឆ្នាំ1,600,000លើសពី5ឆ្នាំដល់10ឆ្នាំ1លានលើសពី10ឆ្នាំ600,000ទំហំស៊ីឡាំងលើសពី4,000ឡើងទៅឆ្នាំផលិតដល់5ឆ្នាំ2លានលើសពី5ឆ្នាំដល់10ឆ្នាំ1,200,000លើសពី10ឆ្នាំ800,000ប្រការទី5ពន្ធលើមធ្យោបាយដឹកជញ្ជូនដែលត្រូវបានលើកលែងមានដូចជាទី1រថយន្តគិលានសង្គ្រោះនិងរថយន្តពន្លត់អគ្គីភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ2យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធាពលខេមរៈភូមិន្ទកងរាជអាវុធហត្ថនគរបាលជាតិដែលបម្រើការងារសម្រាប់គោលដៅនៃការការពារជាតិសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមតែប៉ុណ្ណោះ3យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេសអង្គការអន្តរជាតិឬទីស្នាក់ការសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា4តូចចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែលនិងចលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់150សេះឬតិចជាង5រថយន្តដែលបំផ្លាញមកពីគោយន្តនិងរថយន្តកែច្នៃកង់3ដែលបំពាក់ម៉ាស៊ីន